គ្មានមនុស្សទេហើយឡានរបស់ទេពីក៏ដាច់ហ្វ្រាំងទៀតពេលនេះលោកប៉ូលីសកំពុងតែតាមស៊ើបរកទេពីភូមិន្ទនិងលោកវិផុនក៏ត្រឡប់ទៅផ្ទះវិញទាំងក្តីបារម្ភដូចគ្នាលោកស្រីរដ្ឋាគាត់មិនបានបារម្ភពីសុវត្ថិភាពរបស់ទេពីនោះទេគាត់បារម្ភខ្លាចតែមិនអាចបើកបណ្ដាំមរតកបានលោកស្រីរដ្ឋាក៏ប្រញាប់ទៅលោកវិផុនភ្លាមអាឡូបងផុនយើងគិតធ្វើយ៉ាងណាទៅខ្ញុំជំពាក់បំណុលបុណ្យល្បែងច្រើនណាស់បើបើកបណ្ដាំមរតកមិនបានខ្ញុំប្រកាសជាត្រូវគេសម្លាប់ច្បាស់ជាមិនខាននោះទេបងជួយគិតខ្ញុំផងទៅមើលកុំទាន់ភ័យពេកអាចជាផលល្អសម្រាប់អូនក៏ថាបានដែរបើទេពីត្រូវគេសម្លាប់គ្រប់យ៉ាងនឹងធ្លាក់ទៅលើដៃអូនយ៉ាងស្រួលព្រោះគ្មាននរណាក្រៅពីអូនដែលប្រើតកោទេវងនោះទេចុះបើទេពីមិនស្លាប់ព្រោះរោគសពនាងមិនឃើញគ្មានសញ្ញាបញ្ជាក់ថានាងស្លាប់ទេបើរោគសពនាងមិនឃើញមេធាវីក៏មិនបដូរបណ្ដាំមរតកដែរបើនាងមិនស្លាប់នាងគង់តែតាកតងមកផ្ទះទេបានហើយរឿងបំណុលបុណ្យល្បែងបងជួយចេញសិនឲ្យក៏បានពេលបានប្រាក់ត្រូវសងបងវិញផងហើយល្មមបញ្ឈប់ការលេងល្បែងនឹងទៅលោកស្រីរដ្ឋានិងលោកវិផុននៅពេលនេះដូចជាមិត្តក្នុងការកឹបកេងទ្រព្យសម្បត្តិរបស់លោកទេវងតែប៉ុណ្ណោះលោកវិផុនឈប់ស្រឡាញ់លោកស្រីរដ្ឋាទៅហើយលោកវិផុនចង់បានតែប្រាក់ទោះបីជាមានប្រាក់ច្រើនប៉ុណ្ណាក៏លោកវិផុននៅតែលោភលន់ចង់បានច្រើនទ្វេឡើងដែរលោកមើលឃើញតែផលប្រយោជន៍ប៉ុណ្ណោះលោកស្រីរដ្ឋាវាចាទាំងមុខមាំបងក៏ដឹងដែរថាខ្ញុំមិនអាចបោះបង់ល្បែងចោលបាននោះទេបទល្បែងជាកន្លែងសម្រាប់ខ្ញុំបន្ធូរអារម្មណ៍សម្រាប់បំភ្លេចរឿងអាក្រក់ទាំងឡាយបើខ្ញុំអាចទាញពេលវេលាថយក្រោយខ្ញុំមិនធ្វើរឿងមិនគប្បីបែបនេះនោះទេខ្ញុំពិតជាមិនអាចបំភ្លេចបាននៅរូបភាពទាំងនោះដូច្នេះខ្ញុំយកការលេងល្បែងដើម្បីបំបត្តិកង្វល់បានហើយបើបងជួយសងបំណុលខ្ញុំពេលខ្ញុំបានទ្រព្យសម្បត្តិខ្ញុំនឹងសងបងវិញច្បាស់ជាមិនខាននៅពេលនេះលោកស្រីរដ្ឋាទើបតែដឹងថាក្រៅពីលោកទេវងគ្មានប្រុសណាម្នាក់ដែលស្រឡាញ់គាត់ស្មោះត្រង់នោះទេទោះបីជាគាត់ធ្វើខុសយ៉ាងណាក៏លោកទេវងនៅតែទ្រាំមិនស្ដីបន្ទោសគាត់ដែរអនុស្សាវរីយ៍ប្តីប្រពន្ធរាប់ឆ្នាំធ្វើឲ្យលោកស្រីរដ្ឋានឹករលឹកពន់ពេកមិននឹកស្មានថាវាជាក្លែងបន្លំតែក៏មានន័យបំផុតសម្រាប់ជីវិតមនុស្សស្រីប៉ុន្តែតម្រាំតែលោកស្រីរដ្ឋានឹកឃើញដល់អំពើល្អរបស់លោកទេវងគឺវាហួសពេលអស់ទៅហើយគាត់បានឃ្លាតចាត់ឆ្ងាយពីលោកនេះលែងដឹងឮរឿងរ៉ាវទាំងឡាយទៀតហើយលោកស្រីរដ្ឋាអង្គុយមើលរូបថតរបស់លោកទេវងដោយមុខស្រពោនខ្ញុំសូមអភ័យទោសសូមបងអហិសិកម្មឲ្យខ្ញុំផងខ្ញុំសន្យាថានឹងមើលថែទេពីជំនួសបងឲ្យបានល្អនិយាយចប់លោកស្រីរដ្ឋាបានទ្វារបំរុងចេញទៅខាងក្រៅស្រាប់តែភ្ញាក់ព្រឹកឃើញរីណាឈរមុខមកអ្នកស្រីយ៉ាងមុតរួចក៏អូសដៃអ្នកស្រីចូលទៅក្នុងបន្ទប់វិញវាសនាតាមលបមើលឃើញសកម្មភាពអ្នកទាំងពីរគួរឲ្យសង្ស័យវាសនាដើរលបមកមុខបន្ទប់របស់លោកស្រីរដ្ឋារួចក៏ផ្ទៀងត្រចៀកស្ដាប់ព្រោះចង់ដឹងអ្នកទាំងពីរកំពុងនិយាយអ្វីតែមិនឮសោះវាសនាក៏ប្រញាប់កិច្ចចេញវិញខ្លាចរីណាចេញមកតន់វាសនាគិតមិនយល់ពីរីណានិងលោកស្រីរដ្ឋាសោះអ្នកទាំងពីរហាក់ជិតស្និទ្ធខុសពីធម្មតាម្យ៉ាងទៀតរីណាក៏មានចរិតប្លែកពេលខ្លះល្អពេលខ្លះក៏កាចគួរឲ្យខ្លាចដែរកៅភ្នែករបស់រីណាពោពេញដោយអាត់កំបាំងដែលមិនអាចស្វែងយល់បានលុះព្រឹកឡើងចលសាក្រោកពីដំណេកឃើញភួយដណ្ដប់លើខ្លួនរបស់គេអ្នកកំឡុកអស់សំណើចខ្លួនឯងគិតនៅក្នុងចិត្តថាស្រីឆ្នាំម្នាក់នេះចេះជោគចិត្តទុកដាក់ចំពោះអ្នកដទៃដែរទេតើស្មានតែចេះស្រែកស្ដីឲ្យគេតែមួយមុខនឹកដល់ផ្ទះមែនទេបើចង់ត្រឡប់ទៅវិញប្រាប់ខ្ញុំនឹងជូននាងទៅវិញណាខ្ញុំមិនទាន់ត្រឡប់ទៅវិញទេប្រសិនបើជាម៉ាក់នៅតែមិនទាន់កែប្រែគំនិតនេះចុះនាងមិនខ្លាចម្ដាយរបស់នាងបារម្ភពីនាងទេឬពេលនេះមិន
មិនដឹងជាអ្នកផ្ទះរបស់នាងបារម្ភពីនាងយ៉ាងណានោះទេមែនហើយលោកមានទូរស័ព្ទទេខ្ញុំចង់តាក់ទងទៅផ្ទះបន្តិចដើម្បីកុំឲ្យពួកគាត់បារម្ភពីខ្ញុំមិនបានយកមកតាមទេត្រឡប់ទៅគោកវិញចាំតាក់ទងទៅផ្ទះអ្នកប្រុសខ្ញុំបារម្ភស្ទើរតែស្លាប់ទៅហើយនេះท่านមិនទុកចិត្តស្នាដៃរបស់ខ្ញុំមែនទេបានជាបារម្ភអូជើងនេះท่านរកមនុស្សឲ្យជួយដឹកអីវ៉ាន់ឲ្យមួយផងព្រោះខ្ញុំចង់សម្រាកមិនចាំបាច់ធ្វើរកពីដូចជាភ្ញាក់ផ្អើលបែបនេះផ្ទះខ្ញុំគ្មានខ្លាទេណាអ្នកនាងខ្ញុំដឹងហើយគ្រាន់តែស្មានមិនដល់ថាមនុស្សដូចជានាយមានផ្ទះស្អាតបែបនេះសោះថែមទាំងជាម្ចាស់ទូកទៀតមកពីខ្ញុំមិនសូវចេះធ្វើខ្លួនដូចជាអ្នកមានមិនដូចអ្នកខ្លះចូលចិត្តធ្វើអួតក្អេងក្អាងខ្លាចគេមិនដឹងថាជាកូនសេដ្ឋីនេះនាយចង់ដឹងឲ្យខ្ញុំមែនទេពេលមកដល់ក្នុងផ្ទះអ៊ំឈនឃើញជលសានាំមនុស្សស្រីមកក្នុងផ្ទះបែបនេះគាត់ក៏បើកភ្នែកធំយ៉ាងភ្ញាក់ផ្អើលព្រោះជលសាមិនធ្លាប់នាំមនុស្សស្រីមកលេងផ្ទះឡើយទោះបីជាមុតក៏ដោយជលសាឃើញអ៊ំឈនធ្វើមុខឆ្ងល់អ្នកកំឡោញញឹមចូលមកអោបចង្កេះអ៊ំឈនយ៉ាងស្និទ្ធស្នាលរួចវាចាបន្លប់ដើម្បីកុំឲ្យអ៊ំឈនសួរដេញដល់ច្រើននឹកអ៊ំឈនដល់ហើយនេះជាពិសេសនឹកដល់ម្ហូបដែលជាស្នាដៃរបស់អ៊ំនោះអីគ្រាន់តែនិយាយឃ្លាតតែម្ដងចុះអ្នកនាងខាងនោះគឺជាអ្នកណាហេតុអីក៏មកជាមួយលោកប្រុសអ៊ំសាកទាយទៅមើលជាសង្សាររបស់អ្នកប្រុសមែនទេពិតជារឿងគួរឲ្យរីករាយមែនមិននឹកស្មានថាមាននារីអាចមកគ្រប់គ្រងបេះដូងរបស់អ្នកប្រុសរបស់ខ្ញុំហើយតោះអ្នកនាងខ្ញុំជួលអ្នកនាងទៅបន្ទប់សម្រាកអ្នកនាងមកលេងមែនទេស្នាក់នៅប្រហែលថ្ងៃដែរនិយាយបណ្ដើរអ៊ំឈនអស់ដៃទេពីដើរទៅបន្ទប់បណ្ដើរមិនរងចាំពាក្យបកស្រាយនោះទេព្រោះអ៊ំឈនគាត់សប្បាយចិត្តគាត់ចង់ឲ្យជលសាមានភរិយាដើម្បីឲ្យអ្នកកំឡោះឈប់ពិបាកចិត្តរឿងប៉ាម៉ាក់របស់គេទៀតបន្ទាប់មកអ្នកកំឡោះចូលទៅក្នុងបន្ទប់ទឹកដើម្បីងូតទឹកផ្លាស់សម្លៀកបំពាក់រួចដើរទៅមុខផ្ទះដេកលើកៅអីផ្អែកមើលទៅផ្ទៃសមុទ្ររួចក៏ដេកលក់តែម្ដងចំណែកទេពីវិញផ្លាស់សម្លៀកបំពាក់រួចក៏ចេញពីបន្ទប់ឃើញទូរស័ព្ទនៅលើតុនាងប្រញាប់ទូរស័ព្ទភ្លាមរីណាជាអ្នកទទួលទូរស័ព្ទរីណាត្រេកអរណាស់សួរទេពីយ៉ាងទាន់រហ័នអ្នកនាងនៅទីណាចាំខ្ញុំនឹងដកភមិនទៅទទួលពេលនេះស្និទ្ធស្នាលដល់ថ្នាក់ហៅបងហើយមែនទេល្អណាស់ខ្ញុំនឹងប្រាប់ម៉ាក់ឲ្យរីណារៀបការជាមួយបងភមិនហើយខ្ញុំក៏មិនចាំបាច់កិច្ចទៀតដែរអ្នកនាងមិនក៏និយាយបែបនេះខ្ញុំនឹងបងភមិនគ្រាន់តែរាប់អានគ្នាធម្មតាទេមិនមែនដូចអ្នកនាងគិតឡើយកុំនិយាយបន្លប់អីឆាប់ប្រាប់មកថាអ្នកនាងនៅកន្លែងណាទេពីនិយាយប្រាប់ពីទីកន្លែងឲ្យរីណាដឹងតែនាងមិនឲ្យប្រាប់ម្ដាយរបស់នាងទេព្រោះទេពីចង់សម្រាកលំហែកាយសិនរីណាក៏យល់ព្រមតែរីណាលួចប្រាប់ភូមិន្ទពីកន្លែងដែលទេពីនៅភូមិន្ទនិងលោកវិផុនបានធូរទ្រូងពេលដែលដឹងថាទេពីមិនបានកើតអ្វីប៉ុន្តែភូមិន្ទហួសចិត្តនឹងទេពីដែលមិនគួរធ្វើរឿងបែបនេះឲ្យគ្រប់គ្នាបារម្ភស្ទើរតែស្លាប់នោះទេបែរជាលួចទៅដើរលេងធ្វើប្រងើយភូមិន្ទយល់ថាខ្លួនគិតត្រូវហើយដែលមិនព្រមរៀបការជាមួយទេពីព្រោះអ្នកមិនចូលចិត្តស្រីដែលធ្វើតាមតែចិត្តខ្លួនឯងដូចទេពីទេរីណាមិនបានប្រាប់រឿងរ៉ាវដែលទេពីត្រូវឃាតករតាមសម្លាប់ឡើយទើបភូមិន្ទយល់ថាទេពីលួចកិច្ចទៅដើរលេងបែបនេះរីណាបបួលភូមិន្ទទៅរកទេពីតែអ្នកកំឡោះមានកិច្ចការរវល់ទើបមិនទាន់បានចេញទៅរងចាំ 3-4 ថ្ងៃទៀតទើបនឹងបានចេញទៅទេពីបានចេញមកខាងមុខផ្ទះឃើញជលសាដេកលក់យ៉ាងស្កប់ស្កល់នាងក្រមុំដើរមកក្បែរមាននប់សង្ហា
ហើយយកផ្កាដែលនាងកាន់មកប៉ះច្រមុះជលសាថាជលសារសាវភ្ញាក់ស្ទុះងើបឃើញទេពីអង្គុយសើចស្រស់មេនប់សង្ហាវាចាទាំងហួសចិត្តទំនេរណាស់មែនទេបានជាមករំខានអ្នកដតីកំពុងតែដេកបែបនេះវាគឺជាការដាក់ទោសរបស់មនុស្សខូចនោះអីនាយមិនគួរប្រាប់អំឆនថាខ្ញុំជាសង្សាររបស់នាយទេដឹងទេថាខ្ញុំត្រូវខូចឈ្មោះខ្ញុំមិនបាននិយាយថានាងគឺជាសង្សាររបស់ខ្ញុំទេអំឆនយកច្រឡំដោយខ្លួនឯងទៅតើមិនបានជានាងមកបន្ទោសខ្ញុំទៅវិញម្យ៉ាងបើនាងខ្លាចខូចឈ្មោះនោះនាងមិនគួរមកនៅជាមួយខ្ញុំទេព្រោះខ្ញុំជាប្រុសនាងជាស្រីហើយមិនត្រូវជាអ្វីនឹងគ្នាទៀតនៅក្នុងផ្ទះជាមួយគ្នាតែពីរនាក់បែបនេះបើអ្នកចិត្តខាងគេដឹងគេច្បាស់ជាគិតលើពីនេះទៅទៀតទេពីបាត់មាត់ដោយគេចុះព្រោះជលសានិយាយនេះគឺមិនខុសនោះទេឆោមល្អសំឡក់មានដប់ទាំងខ្នាញ់រួចដើរទៅមុតសមុទ្រយ៉ាងលឿនវឹងអ្នកកំឡោះតាមមើលស្រស់ស្រីពីក្រោយក៏អស់សំណើចព្រោះនាងងងក់ដូចជាកូនក្មេងបើសិនជាប្អូនរបស់អ្នកវិញច្បាស់ជាចាប់វាយឲ្យរៀងចាម្ដងឆោមល្អក្រឡេកទៅឃើញក្មេងស្រីតូចម្នាក់អាយុប្រហែលជា 4-5 ឆ្នាំអង្គុយសរសេរអក្សរនៅលើខ្សាច់តែម្នាក់ឯងម៉ាន់វីដើរចូលទៅក្បែរក្មេងតូចរួចក៏អង្គុយចុះហើយនិយាយតិចថាកំពុងធ្វើអ្វីហ្នឹងបងស្រីកំពុងសរសេរអក្សរហើយចុះបងឈ្មោះអ្វីដែរផ្ទះនៅម្ដុំនេះមែនទេផ្ទះខ្ញុំគឺនៅទីនោះខ្ញុំឈ្មោះស្រីតាបងស្រីចូលចិត្តរៀនសរសេរអក្សរមែនទេចាំបងជួយបង្រៀនណាជលសាឈរមើលទេពីបង្រៀនអក្សរដល់ស្រីតានិងក្មេងពីរនាក់ទៀតដែលទៅចូលមកអង្គុយរៀនជាមួយគ្នាទឹកមុខជលសាពិតជារីករាយណាស់អ្នកធ្លាប់តែគិតថាទេពីគឺជាកូនស្រីអ្នកមានដែលមានចរិតឆ្មាំងឆ្មៃការឆ្នះតែប្រហែលជាការគិតរបស់អ្នកខុសហើយមកទៅនោះព្រោះមើលទៅទេពីគឺជាមនុស្សស្រស់ស្រាយឆាប់សម្របខ្លួនបានជាមួយអ្នកដទៃពេលត្រឡប់មកផ្ទះវិញជលសាឃើញទេពីធ្វើមុខស្ងួតអ្នកកំឡោះក៏សួរទាំងឆ្ងល់ពិបាកចិត្តរឿងអ្វីអំបញ្ញមិញឃើញសើចសប្បាយសោះនឹកផ្ទះមែនទេចុះមានផ្ដោតដំណឹងឲ្យម្ដាយនាងឬនៅប្រាប់រួចហើយខ្ញុំកំពុងគិតថាចង់ជួយក្មេងៗទាំងអស់នេះឲ្យបានរៀនសូត្រទោះបីជាជួយមិនបានច្រើនក៏អាចជួយបានខ្លះៗដែរខ្ញុំមិនចង់ឲ្យពួកគេមិនចេះអក្សរនោះទេព្រោះងាយស្រួលនឹងចាញ់បោកអ្នកដទៃណាដែលគេមានគំនិតមិនល្អសង្គមសពថ្ងៃនេះណាពោពេញទៅដោយពពួកឆោបបោកពីមុនខ្ញុំមិនធ្លាប់គិតឃើញបែបនេះនោះទេព្រោះនៅជុំវិញខ្លួនខ្ញុំគឺមានតែពពួកមនុស្សចាយលុយខ្ជះខ្ជាយចង់បានអ្វីក៏បានតាមចិត្តខ្ញុំមិនដឹងថាការពិតមានមនុស្សជាច្រើនដែលលំបាកស្ទើរតែគ្មានបាយហូបផងហេតុអ្វីក៏យើងចំណាយប្រាក់ទៅលើវត្ថុអត់ប្រយោជន៍ច្រើនបែបនេះពេលខ្លះយើងត្រូវសម្របខ្លួនតាមសង្គមរស់នៅអ្នកនាងគឺជាកូនអ្នកមានការប្រើប្រាស់របស់របរក៏តម្រូវទៅតាមនោះដែរគំនិតរបស់នាងគឺពិតជាត្រឹមត្រូវប៉ុន្តែយើងមិនត្រូវគិតពីអ្នកដទៃហើយត្រូវមកខ្វល់ខ្វាយខ្លួនឯងនោះទេយើងមិនអាចជួយអ្នកក្រទាំងអស់ក្នុងប្រទេសបាននោះទេតែយើងអាចជួយបានតាមលទ្ធភាពរបស់យើងនាងកុំគិតច្រើនពេកចាត់ទុកថាទង្វើរបស់នាងគឺជារឿងដែលល្អបំផុតបើមនុស្សជាច្រើនគិតដូចជាអ្នកនាងនោះមិនដឹងជាល្អយ៉ាងណានោះទេល្ងាចហើយតោះយើងត្រឡប់ទៅវិញអ្នកនាងកំពុងគិតអ្វីហ្នឹងអ្នកនាងពិបាកចិត្តទៀតហើយមែនទេអត់ទេខ្ញុំកំពុងតែគិតពីរឿងខ្លួនឯងគិតពីរឿងរៀបការនោះមែនទេខ្ញុំយល់ថាអ្នកនាងកុំគិតច្រើនពេកអ្នកនាងពន្យល់ពីហេតុផលដែលអ្នកនាងមិនចង់រៀបការដល់គាត់ទៅខ្ញុំជឿថាគាត់គឺជាមនុស្សចាស់គាត់ប្រកាសជាយល់ច្បាស់ណាស់រឿងនេះខ្ញុំលែងគិតទៀតហើយព្រោះពេលនេះបរិបម្នាក់នោះគេកំពុងស្រឡាញ់នារីម្នាក់ដែលជាមិត្តជិតស្និទ្ធរបស់ខ្ញុំតែហៅថាបងស្រីទៅត្រូវព្រោះគាត់រស់នៅជាមួយខ្ញុំតាំងតែពីតូចឯណោះបើខ្ញុំត្រឡប់ទៅវិញខ្ញុំនឹងប្រាប់អ្នកម៉ាក់ឲ្យផ្សំផ្គុំពួកគាត់ជំនួសខ្ញុំវិញ
ហេតុអ្វីអ្នកនាងដឹងថាបុរសម្នាក់នោះស្រឡាញ់បងធនអ្នកនាងបើដូច្នេះអ្នកនាងអាចត្រឡប់ទៅផ្ទះវិញបានហើយមិនចាំបាច់មកអង្គុយកាត់ទុកនៅផ្ទះបែបនេះនោះទេនាយធន់ទ្រាំដែលខ្ញុំមករស់នៅរំខាននាយមែនទេមិនមែនដូចអ្នកនាងគិតនោះទេដែលខ្ញុំនិយាយបែបនេះគឺក៏ព្រោះតែខ្ញុំឃើញអ្នកនាងអង្គុយក្រៀមក្រំខ្ញុំគិតថាអ្នកនាងនឹកផ្ទះទៅតើនេះបានទៅជួយរីករាយដែលអ្នកនាងអាចត្រឡប់ទៅផ្ទះវិញបានដោយមិនចាំបាច់ត្រូវបង្ខំឲ្យរៀបការនៅទីនេះទទួលអ្នកនាងជានិច្ចលុះត្រាតែអ្នកនាងឈប់ចង់នៅចាត់ទុកថាយើងជាមិត្តនឹងគ្នាមិត្តត្រូវជួយមិត្តជានិច្ចអរគុណណាស់ដែលនាយប្រឹងធ្វើជាមិត្តរបស់ខ្ញុំក៏ចង់ត្រឡប់ទៅវិញដែរខ្ញុំនឹកអ្នកម៉ាក់នឹកបងស្រីមិនដឹងថាពេលនេះអ្នកម៉ាក់កំពុងនឹកខ្ញុំវិញដែរឬទេហេតុអីអ្នកនាងគិតថាម៉ាក់របស់អ្នកនាងមិននឹកដល់អ្នកនាងបែបនេះព្រោះពេលខ្លះគាត់ក៏អាចខឹងនឹងខ្ញុំក៏ថាបានដែរព្រោះតែខ្ញុំមិនព្រមរៀបការបានជាគាត់មិននឹកដល់ខ្ញុំកុំគិតបែបនេះអ្នកនាងបើគាត់ខឹងមែនក៏ខឹងមិនយូរដែរម្ដាយនិងកូនកាច់គ្នាមិនដាច់ទេ